เคยมาហូបពេញចានដាក់គោលើតុអញ្ចឹងតិចបងប្អូនច្រឡំថាយីនៅ buffet ណាដែរឬក៏នៅវត្តណូបងប្អូនមិនមែនបងប្អូនណានេះគឺជាអាហារស្ថានបាទនៅក្នុងកន្លែងរោងចក្រ Inverca បងប្អូនបាទបើសិនជាពុកម៉ែបងប្អូនមើលតែមួយផ្លេតប្រកាសជាគិតថាខ្ញុំប្រហែលជានៅក្នុងវត្តមួយក៏នៅហាង buffet មួយកន្លែងហើយបានជាមានមកហូបគោពេញចានច្រើនអញ្ចឹងប៉ុន្តែការពិតមិនមែនបងប្អូនណានេះគឺជាកន្លែងអាហារស្ថានរបស់បងប្អូនកម្មករយើងហើយសម្រាប់ទីតាំងរោងចក្រនេះដែរបាទដែលមានទីតាំងនៅផ្លូវជាតិលេខ3ដែលបងប្អូនតែហៅថារោងចក្រស្លាគូអញ្ចឹងតោះឥឡូវយើងក៏លេខមកមើលបាទបាយមកហូបរបស់បងប្អូនកម្មករយើងវិញបងប្អូនបាទនិយាយពីថាការរៀបចំល្អបងប្អូនអើយមានសណ្ដាប់ធ្នាប់មានអនាម័យនិងផាសុកភាពហើយបើនិយាយពីកន្លែងហូបបាយរបស់បងប្អូនកម្មករវិញបងប្អូនបាទគឺថាបាទមានសណ្ដាប់ធ្នាប់ដូចគ្នាបងប្អូនមានកៅអីអង្គុយត្រឹមត្រូវបាទមានកង្ហាល់បាទហើយបើអ្នកហូបបាយក្នុងតូមអញ្ចឹងបងប្អូនបាទសិតតែសេរីមេបងប្អូនសេរីមេឃើញកាមេរ៉ាបានបងប្អូនញ៉ាំចិបហើយសម្រាប់បងប្អូនហូបបាយហើយបាទចង់រួមអែមលៀងមាត់លៀងកយបងប្អូនក៏មានបងប្អូនមានគ្រប់មុខមកអែមបាទចំណែកឯការរៀបចំក៏មានសណ្ដាប់ធ្នាប់ដូចគ្នាបងប្អូនអញ្ចឹងបន្ទាប់ពីបងប្អូនកម្មករយើងហូបបាយរួចអស់ហើយបាទគាត់ក៏ដើរបាទទិញរបស់របរអីផ្សេងបាទរបស់ប្រើប្រាស់ដែលគាត់ចង់បានអញ្ចឹងបងប្អូនហើយបើនិយាយពីក្នុងអាហារស្ថានរបស់កម្មករវិញបាទអីក៏មានដែរខោអាវស្បែកជើងកន្លែងដកលុយកន្លែងលក់របស់របរប្រើប្រាស់បាទកន្លែងលក់ទូរស័ព្ទបាទជួសជុលទូរស័ព្ទបងប្អូនអើយអីក៏មានដែរបាទមិនចាញ់ផ្សារកៅប្រហែលរីឯទីធ្លាអាហារស្ថានរបស់កម្មករយើងវិញបាទគឺថាទលាយល្អស្រឡះបាទអត់ចង្អៀតទេបងប្អូនបាទពេលបងប្អូនបានដើរចូលមកបាទមានអារម្មណ៍ថាខ្លួនឯងដូចដើរក្នុងផ្សារអញ្ចឹងដោយសារតែក្នុងអាហារស្ថានបងប្អូនគឺសុទ្ធតែតូបលក់ដូរទាំងអស់បាទជិត100តូបឯនោះហើយបើនិយាយពីតូបលក់ដូរវិញបាទពេលដែលបងប្អូនកម្មករចេញហូបបាយអញ្ចឹងលក់ដាច់ណាស់បងប្អូនអើយបាទលក់អីក៏ដាច់ដែរមិនថាជារបស់ប្រើប្រាស់បាទរបស់ហូបចុកបាទនំចំណីអីបាទគឺថាដាច់បងប្អូនលក់ដាច់ច្រើនបាទជាពិសេសបាទគឺចំណីហូបនិងភេសជ្ជៈនឹងមកដាច់ជាងគេជាធម្មតាបងប្អូនគាត់ធ្វើការអស់កម្លាំងអញ្ចឹងណាពេលគាត់ចេញមកអញ្ចឹងគាត់ទៅរកអីរបស់ណាដែលជាដូចជាភេសជ្ជៈកាហ្វេអញ្ចឹងទៅបាទរីឯរបស់ប្រើប្រាស់វិញបាទខុសពីថ្ងៃបើកលុយបាទលក់អត់ស្ដាច់ប៉ុន្មានដែរណាបងប្អូនអញ្ចឹងបន្តពីហូបបាយហើយរៀងមានកម្លាំងបាទមានអីទៀតបាទមានតែនាំគ្នាបាទដើរចូលក្នុងដើម្បីរំលែកសម្រាករៀងខ្លួនអញ្ចឹងទៅបាទអញ្ចឹងបានថាបងប្អូនជីវិតកម្មកររោងចក្រតែប៉ុណ្្នឹងបងប្អូនបាទព្រឹកចេញប្រលប់ចូលបាទថ្ងៃត្រង់ឡើងចេញហូបបាយចូលវិញអញ្ចឹងហ្នឹងមានអីទេមានតែប៉ុណ្្នឹងបាទរវល់តែនិយាយឥឡូវដល់ឡៃស្កេនយកដៃល្មមបាទចំណែកបងបាទមានដេកពូនអីទេបងប្អូនបាទនៅគីបក្រោមកាក់ឡើយចំណែកបងនេះវិញបាទចេះរកកន្លែងដែលសុកអត់ឃើញបងប្អូនបាទនៅក្រោយម៉ាស៊ីនវីដេអូខ្ញុំមានតែប៉ុណ្្នឹងបងប្អូនបាទអរគុណច្រើន